អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានដងទប់ដំណឹងមួយដែលជាប្រភេទដងទប់ដំណឹងសម្រាប់ប្រើប្រាស់ជាមួយនឹងកាមេរ៉ាហើយ model វានោះគឺ Crane 4ហើយនៅក្នុងដៃនេះដែរគឺជាប្រភេទដងទប់កាមេរ៉ាដែលយើងអាចប្រើប្រាស់ជាមួយនឹងកាមេរ៉ាដែលធ្ងន់គេអាចនិយាយថាជាដងទប់ដំណឹងបែប professional អញ្ចឹងសម្រាប់បងដែលគាត់ជាជាងថតផ្នែកដូចជាថតការឬក៏ថតកម្មវិធីធំឬក៏បងដែលគាត់ប្រើប្រាស់សម្រាប់ការថតកុនថតអីហ្នឹងគឺយើងអាចប្រើប្រាស់មួយនឹងដងទប់ដំណឹងនេះបានពីព្រោះអីដងទប់ដំណឹងនេះគឺលក្ខណៈពិសេសជាច្រើនអញ្ចឹងចាំខ្ញុំរៀបរាប់ម្ដងមួយឲ្យបងប្អូនស្ដាប់លក្ខណៈទី1នោះគឺដងមួយនេះគឺអាចទប់ដំណឹងជាមួយនឹងកាមេរ៉ាបានទម្ងន់រហូតដល់6គីឡូស្ដាប់មិនច្រឡំទេណា6គីឡូអញ្ចឹងគឺធ្ងន់ខ្លាំងណាស់សម្រាប់កាមេរ៉ាដែលធំឡែនវែងអីគឺយើងអាចដាក់ប្រើប្រាស់ជាមួយនឹងដងនេះបានអញ្ចឹងវាមានអត្ថប្រយោជន៍មែនតើហើយមួយទៀតវាមានដៃកាន់នេះគឺងាយស្រួលមែនតើនៅពេលដែលយើងចង់ថតចង់អីចឹងគឺយើងអាចប្រើដៃនេះបានអញ្ចឹងវាមានភាពងាយស្រួលហើយនឹងធ្វើឲ្យយើងងាយក្នុងការទប់លំនឹងហើយកាន់មិនថាបថតផ្ដេកថតបឆអីគឺយើងបានប្រើប្រាស់បានហើយមួយទៀតនៅខាងស្ដាំនេះគឺយើងអាចទប់កដៃរបស់យើងអញ្ចឹងពេលដែលយើងប្រើប្រាស់យើងអាចសេរីវាបានកដៃយើងអាចឡើងចុះអីចឹងណាអញ្ចឹងពេលយើងប្រើយូរមកគឺអត់មានបញ្ហាអីទេគឺវាទប់បានល្អមែនតើវាមានភាពងាយស្រួលហើយមួយទៀតសម្រាប់ថ្មរបស់វាវិញសម្រាប់បងប្អូនដែលគាត់អាចនិយាយថាគាត់ថតរយៈពេលយូរគាត់ប្រើក្នុងកម្មវិធីច្រើនអញ្ចឹងឧទាហរណ៍គាត់ចុះទៅខេត្តអញ្ចឹងគាត់ថតកម្មវិធីមិនថាការមិនថាកម្មវិធីផ្សេង event ធំអីគឺថ្មរបស់វាអាចប្រើប្រាស់ដល់12ម៉ោងអញ្ចឹងយូរមែនតើសម្រាប់អ្នកដែលគាត់ប្រើប្រាស់ក្នុងកម្មវិធីអាច2កម្មវិធីហើយអ្នកខ្លះលោតដល់3កម្មវិធីទៀតគាត់អត់ទាន់អស់ទេអញ្ចឹងថ្មរបស់វានេះគឺយូរហើយយើងប្រើប្រាស់បាន12ម៉ោងទម្ងន់របស់វាទប់បានដល់ទៅ6គីឡូសម្រាប់កាមេរ៉ាធំហើយមិនថែមប៉ុណ្ណោះទេគឺយើងអាចប្រើប្រាស់ភ្លើងនៅពេលដែលខ្វះពន្លឺអញ្ចឹងវាមានភ្លើង10វ៉ាត់នៅក្នុងដង gimbal នេះគឺវាពិសេសមែនតើសម្រាប់ភ្លើង10វ៉ាត់នេះគឺយើងអាចសេរី K បានណាបងប្អូនអញ្ចឹងនៅពេលដែលយើងសេរី K យើងអាចតម្លើងតម្លាក់ K ពន្លឺជារួមគឺមានភាពងាយស្រួលនេះយើងអាចឲ្យលឿងឲ្យសតាមដែលយើងអាចត្រូវការអញ្ចឹងពេលដែលយើងប្រើប្រាស់នៅកន្លែងល្ងិតខ្វះពន្លឺអីយើងអាចមានតែភ្លើង10វ៉ាត់នេះអាចជួយយើងបានអញ្ចឹងសម្រាប់ដងមួយនេះមិនត្រឹមតែយើងអាចថ្លឹងផ្ដេកបានទេយើងក៏អាចថ្លឹងបែបប្រឈរបានដែរអញ្ចឹងបងដែលគាត់ធ្វើ content ពាក់ព័ន្ធមួយការថតប្រឈរនៅក្នុង TikTok នៅក្នុង Facebook នៅក្នុង YouTube អីគឺដងមួយនេះមិនចាំបាច់មាន accessory ទេគឺសម្រាប់ឈុត combo នេះវាមានកាបូបហើយមានឈុតមួយ set របស់វាហ្នឹងគឺយើងអាចថតប្រឈរយើងគ្រាន់តែត្រឡប់អានេះមកគឺយើងអាចដាក់ប្រឈរបានហើយអញ្ចឹងវាអែមមែនតើហើយមិនត្រឹមតែប៉ុណ្ណឹងក៏មាន Bluetooth ដែរអញ្ចឹងយើងមិនចាំបាច់ដោតខ្សែទេយើង connect ជាមួយ Bluetooth យើងគ្រាន់តែចុច record នៅបេតុងនេះមកគឺជាការស្រេចអូខេអញ្ចឹងសរុបមកសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់បែបថតកុនបែបធ្វើ content នៅក្នុង YouTube Facebook ឬក៏ TikTok បងប្អូនអាចជ្រើសរើសយកដង gimbal នេះមួយបានអញ្ចឹងវាមានគ្រប់យ៉ាងសម្រាប់បងប្អូនហើយជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនដែលទស្សនាវីដេអូមួយនេះបើបងប្អូនចង់តេស្តឬក៏ទិញអាចអញ្ជើញមក showroom របស់ Zhiyun បានបាយបាយ